សួរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពេលនេះខ្ញុំសូមបង្ហាញវីដេអូមួយអំពីរបៀបនៃការទិញមាសទី3បាទហើយទិញមាសទី3នេះគឺទិញ 100000 បាទអញ្ចឹងហើយយើងចូល account លេខកូដរបស់យើងដែលត្រូវទិញមាសហ្នឹងទៅតមកយើងផ្ទេរបន្ទុកចូលហើយឥឡូវបន្ទុកផ្ទេរចូលហើយអស់ហើយបន្ទុក BPV យើងចាយយើងប្រើ BPV ក៏បានយើងចាយប្រើ BPGO ក៏បានអូខេឥឡូវខ្ញុំចាយគឺប្រើ BPV ហើយយើងបើកមកយើងចុចត្រេ3នេះដើម្បីចូលដល់ចំណុចមួយទៀតគឺយើងចុចចូល shop រងចាំបន្តិចសិនបន្តមកទៀតយើង scroll មកចុះមកដល់ក្រោមនេះឃើញនេះមាសទី BP Gold មាស BP ឬក៏ហៅថា BP Gold ប្រើបានស្មើនឹងចំនួនផលដែលបានពីការដឹកនាំក្រុមបាទមាសទី3នេះគឺបានពីការដឹកនាំក្រុមហើយអត្ថប្រយោជន៍វាគឺនៅក្នុងហ្នឹងខ្ញុំអត់រៀបរាប់ច្រើនទេគឺខ្ញុំចូលធ្វើវីដេអូគេគឺទិញឲ្យគេនេះ 100000 អញ្ចឹងខ្ញុំចុចកន្លែង 100000 ហ្នឹងមកយើងមិនបាច់ចាំវាយចំនួនទេដោយសារ BPV ហ្នឹងវា 100000 ស្រាប់អញ្ចឹងយើងមិនបាច់វាយចំនួនទេតែមកយើងចុចពាក្យថាយកផ្ទាល់ចុចយកផ្ទាល់ហើយយើងបំពេញលេខ ID ឬក៏លេខអត្តសញ្ញាណយើងចូលដាក់ពាក្យសម្ងាត់រើស agency បាទអូខេឥឡូវខ្ញុំដាក់លេខអត្តសញ្ញាណចូលខ្ញុំ copy ចូលប្លុកហើយតមកទៀតយើងបញ្ចូលពាក្យសម្ងាត់បាទបញ្ចូលពាក្យសម្ងាត់ចាំតិចសិនខ្ញុំបិទសិនខ្ញុំបញ្ចូលពាក្យសម្ងាត់សិនបាទអូខេពាក្យសម្ងាត់នៅពេលនេះខ្ញុំបានបញ្ចូលហើយតមកទៀតខ្ញុំជ្រើសរើស agency រងចាំបន្តិចសិនអូខេយើងចុច agency មកតមកយើងជ្រើសរើសយកមជ្ឈមណ្ឌលផ្គត់ផ្គង់និងចែកចាយផលិតផលគ្រប់ប្រភេទប្រចាំពិភពលោកបាទចុចមកហើយយើង scroll ឡើងលើយើងចុចពាក្យថា confirm ភាសាអង់គ្លេសគេថា confirm ភាសាខ្មែរគេថាបញ្ជាក់រងចាំបន្តិចអូខេ load អូខេហើយយើងចុចអូខេមកអូខេហើយខ្ញុំអត់ save ពាក្យសម្ងាត់ទេខ្ញុំ scroll ឡើងទៅលើតមកខ្ញុំចុចពាក្យថា trade 3ហើយខ្ញុំចុច home ហើយខ្ញុំចុចនេះយើង scroll មកក្រោមមកយើងមើលកន្លែងនេះយើងចុចពី action មក action ហើយយើងចុចពាក្យថា complete យើងចុចអាហ្នឹងមកចុចដល់ទៀតរងចាំតិចសិនអូខេរួចរាល់ហើយយើងទៅកន្លែង trade 3វិញតមកទៀតយើងចុចពាក្យថា personal point ពាក្យថា personal point មានន័យថាបន្ទុកផ្ទាល់ខ្លួនបាទរងចាំបន្តិចសិនសេវា slow តិចអូខេឥឡូវយើងចូលមកដល់ហើយអញ្ចឹងយើងទិញមាសទី3មិញគឺយើងបានប៉ុណ្ណេះអានេះ យើងត្រូវចុច convert BPSV នេះ BPSV នេះឲ្យទៅជា BPS នេះបាទទៅជា BPS ឥឡូវយើងចុចលើលេខពណ៌ខៀវនឹងហើយយើងចុចកន្លែងនេះទៀតចុចលើលេខពណ៌ខ្មៅនឹងមកតមកទៀតវាបង្ហាញនេះអញ្ចឹងយើងបាន9.86បាន 9 ចំណាយជាងបាទតមកយើងចុច confirm បាទចុច confirm អូខេទៅហើយស្ទុយចុចអូខេហើយយើងមក convert នៅកន្លែងនេះមួយទៀត convert យើងចុចលើលេខហ្នឹងមកតមកយើងចុចលើកន្លែងនេះតមកយើងចុច confirm បាទតមកទៀតយើងចុចអូខេហើយយើងដល់មាសទី2មួយទៀតមាសទី2យើងទទួលបានប៉ុណ្ណេះស្មើនឹង11111ចុចលើលេខហ្នឹងមកចុចលើលេខទៀតចុច confirm បាទ confirm ទៀតមកអូខេបាទតមកដល់លេខ3មួយទៀតលេខ3របស់យើងគឺប៉ុណ្ណេះអញ្ចឹងយើងចុចទៅចុចលើលេខរបស់ Q ហ្នឹងតមកយើងចុចលើលេខនេះទៀតអូខេឥឡូវយើងបាន716គ្រាប់បាទ BPS ហ្នឹងBP Gold ហ្នឹងឬក៏ BP ហ្នឹងបាន716បាទតមកយើងចុច confirm មកសាមញ្ញ717ឥឡូវ716បាទអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃវាថយរហូតបាទវាខុសគ្នាមួយគ្រាប់បាទហើយចុចអូខេរួចរាល់ហើយគឺប៉ុណ្ណឹងខ្ញុំសូដល់ប៉ុណ្្នឹងទេបាទអរគុណ